បាទនេះគឺជាការច្នៃប្រឌិតរបស់កងកម្លាំងតាមព្រំដែនរបស់យើងដែលគាត់ស្នាក់នៅការពារបូរណភាពទឹកដីរបស់យើងហើយហ្នឹងគឺគាត់ឆ្លៀតពេលទំនេរគឺគាត់បានចុះទៅរកម្ហូបអាហារដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃព្រោះនៅទីនេះគឺព្រៃសុទ្ធអត់មានផ្សារអត់មាននេះទេបងប្អូនអត់មានទំនិញជួញដូរអីទេអញ្ចឹងគាត់ត្រៀមតែអំបិលស្ករប្រហុកម្រេចប៊ីចេងអីហ្នឹងគឺគាត់អាចរកត្រីតាមអូរតាមព្រែកតាមបឹងអីតិចតួចហ្នឹងដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់កងកម្លាំងរបស់យើងហើយនេះហើយគឺជាទឹកចិត្តនៃការស្រឡាញ់ការពារទឹកដីរបស់យើងបាទទោះបីជានៅតំបន់នេះពិបាកក្នុងការចេញចូលបាទរស់នៅក៏ពិតមែនបាទនេះគឺជាការច្នៃប្រឌិតរបស់កងកម្លាំងតាមព្រំដែនរបស់យើងដែលគាត់ស្នាក់នៅការពារបូរណភាពទឹកដីរបស់យើងហើយហ្នឹងគឺគាត់ឆ្លៀតពេលទំនេរគឺគាត់បានចុះទៅរកម្ហូបអាហារដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃព្រោះនៅទីនេះគឺព្រៃសុទ្ធអត់មានផ្សារអត់មាននេះទេបងប្អូនអត់មានទំនិញជួញដូរអីទេអញ្ចឹងគាត់ត្រៀមតែអំបិលស្ករប្រហុកម្រេចប៊ីចេងអីហ្នឹងគឺគាត់អាចរកត្រីតាមអូរតាមព្រែកតាមបឹងអីតិចតួចហ្នឹងដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់កងកម្លាំងរបស់យើងហើយនេះហើយគឺជាទឹកចិត្តនៃការស្រឡាញ់ការពារទឹកដីរបស់យើងបាទទោះបីជានៅតំបន់នេះពិបាកក្នុងការចេញចូលបាទរស់នៅក៏ពិតមែនបាទ